Can you review tripod បានតាអូន tripod បងមាន4នៅឃើញនៅក្នុងហ្នឹងហើយ Welcome to my world friend ទីណាអូខេអានេះគឺជាកូន tripod ដែលខ្ញុំចូលចិត្តបំផុតនិយាយទៅវានៅមួយខ្ញុំហើយជា4ឆ្នាំដែរហើយជើង tripod នេះអានេះវាមានឈ្មោះថា Benron តែអានេះខ្ញុំចូលចិត្តត្រង់ថាវាថត portrait កាច់មកកាច់កកែហើយយើងអាច rotate វាបាននិយាយទៅ pen ទីអីអត់មានដៃទេនិយាយទៅសម្រាប់ lock កាមេរ៉ាអញ្ចឹងយើងថត photo ថតអីត្រូវអាហ្នឹងណាប៉ុន្តែខ្ញុំភាគច្រើនខ្ញុំយកអាហ្នឹងមកថត vlog ថតអីបើស្រានេះជើងកាមេរ៉ាថ្មីដែលមានឈ្មោះ Zuji គេមិនទេហ្នឹងហើយផុសចិនអាហ្នឹងខ្ញុំភាគច្រើនខ្ញុំទៅទិញដែរហានេះដកកដូចអាបដូចគ្នាហើយខ្ពស់វាខ្ពស់ដូចគ្នាហើយនិយាយទៅបាន2ម៉ែត្រហើយអានេះវារៀងស្រួលតិចវាយកដាក់តាមខ្លួនគ្រាន់តែចុចមកចេញមកប៉កអីចឹងទៅហើយកាច់មកធ្លាក់មកនិយាយទៅវារៀងលយត្រង់ហ្នឹងនិយាយទៅកម្ពស់វាខ្ពស់ដែរនិយាយទៅអានេះខ្ញុំបើកអត់តន់អស់ហើយដោយសារឡេនខ្ញុំវាអត់សូវវាយអញ្ចឹងយើងសេរីវាឲ្យកាន់មកដូចតបនេះជីកទៅអានេះសម្រាប់ដាក់តាមម៉ូតូដាក់អីអញ្ចឹងណាភាគច្រើនខ្ញុំដាក់អញ្ចឹងអាហ្នឹងស្រួលវាស្រួលយកទៅតាមខ្លួនអត់សូវជីកក្បាលបើសម្រាប់ tripod មួយនេះគឺ main photo អញ្ចឹងហើយជើងរបស់វាហ្នឹងខ្ញុំយកពួក slash លើនិយាយទៅទិញមួយកណាត់អញ្ចឹងតាម budget ជំនាន់ហ្នឹងទិញមកយ៉ាងថ្លៃដែរចិត្តចង់1000ដែរណាហើយតែយ៉ាធ្វើមិនឆ្លាញ់និយាយទៅអាវ៉ាវ៉ាន់ដូចនេះហើយអានេះ smooth ណាខ្ញុំប្រើនៅតែប្រើបានអញ្ចឹងគាត់ថាវាប្រើកាមេរ៉ាធំពេកអត់បានហើយនេះគឺជាកន្លែង lock ដូចកន្លែងអីវានិយាយទៅ move smooth move អីហើយនេះ lock pen lock អីអញ្ចឹងណាហើយអានេះ lock tail ហើយអានេះ lock កន្លែង plate អញ្ចឹងវាច្រើនវាឲ្យជាប់បើអត់ចឹងទៅធ្លាក់កាមេរ៉ាព្រាវអានេះគឺកន្លែង lock ជើងកាមេរ៉ាអញ្ចឹងយើងដឹងស្រាប់អានេះតយើងទាញប្រើកម្លាំងអញ្ចឹងហើយអានេះក៏ lock បាតដែរយើងដើម្បីធ្វើ low mode អញ្ចឹងណាហើយជើងកាមេរ៉ាខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងជួបគ្នាទៅក្រោយទៀតបាយបាយ